សូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនឹងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីនៅតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់ជាច្រើនហើយនៅចុងកម្មវិធីនឹងផ្ដល់ជូនបន្ថែមទៀតទាក់ទិនទៅនឹងព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិថ្មីដែលបានកើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកមកជម្រាបជូនតែខណៈនេះពីកម្មវិធីសូមផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់ជាមុនសិនបាទអាយដាមសុយារ៉ាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាននៃរដ្ឋសភានិងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេងបានអញ្ជើញចែករំលែកបទពិសោធន៍លើប្រធានបទកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាជូនដល់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតសរុប2265នាក់នៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី2ស្ពានអាកាសចោមចៅដែលមានអ្នកចូលរួមផ្ទាល់សរុបចំនួន1131នាក់និងចូលរួមតាមប្រព័ន្ធនិមិត្ត Zoom ទៅទីតាំងទី1ទួលស្លែងចំនួន1134នាក់អាយដាមលីណាវុតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានដឹងថាបច្ចុប្បន្នសាកលវិទ្យាល័យមាន2ទីតាំងនៅរាជធានីភ្នំពេញបាននឹងកំពុងបណ្ដុះបណ្ដាលលើកម្មវិធីសិក្សាចំនួន5កម្រិតធំផងដែរទន្ទឹមនឹងនេះសាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតនៅរៀងរាល់ឆមាសនៅគ្រប់មហាវិទ្យាល័យដោយបានអញ្ជើញថ្នាក់ដឹកនាំនិងឥស្សរជនជាតិនិងអន្តរជាតិមកពីគ្រប់ស្ថាប័នជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ជូនដល់និស្សិតឲ្យមានឱកាសបានសិក្សារៀនសូត្របន្ថែមដើម្បីបង្កើនចំណេះដឹងពង្រឹងជំនាញសមត្ថភាពវិន័យនិងវិជ្ជាជីវៈស្របតាមបាវចនៈរបស់ Belty គឺគុណភាពប្រសិទ្ធភាពឧត្តមភាពសិលធម៌និងគុណធម៌អាយដាមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកនិងជាអគ្គនាយក Belty Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភាដែលបានអនុញ្ញាតជូនអាយដាមសុយារ៉ាផ្ដល់កិត្តិយសដ៏ឧត្តមឧត្តមអញ្ជើញមកចែករំលែកបទពិសោធន៍ការងារការដឹកនាំនិងចំណេះដឹងពាក់ព័ន្ធទៅនឹងកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភាជូនដល់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិត Belty អាយដាមសុយារ៉ាបានអញ្ជើញចែករំលែកបទពិសោធន៍ដឹកនាំដ៏មានតម្លៃជូនថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតដែលផ្ដោតសំខាន់ទៅលើទូនីតិភារកិច្ចរបស់រដ្ឋសភារួមមានមុខងារនីតិកម្មឬតាក់តែងច្បាប់តាមដាននិងត្រួតពិនិត្យការអនុវត្តច្បាប់និងភាពជាតំណាងដែលជាពិសេសរដ្ឋសភាក៏មានទូនីតិអាចធ្វើសេចក្តីស្នើច្បាប់ផងដែរច្បាប់នីមួយៗត្រូវបានទទួលការឡាយប្រហ័សលេខាដោយព្រះមហាក្សត្រទើបចូលជាធរមាននិងអាចប្រកាសប្រើប្រាស់ជាផ្លូវការបានចំពោះការទូតសន្តិភាពសភាកម្ពុជាមានបទពិសោធន៍នៅក្នុងការកសាងសន្តិភាពជាក់ស្ដែងរបស់ខ្លួននិងផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងបណ្ដាសភានៅលើពិភពលោកដោយផ្អែកទៅលើគោលការណ៍សំខាន់5គឺសាមគ្គីភាពនៅក្នុងផ្ទៃក្នុងចម្រុះការគោរពគ្នាទៅវិញទៅមកការយោគយល់គ្នាទៅវិញទៅមកការជឿទុកចិត្តគ្នានិងការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកដើម្បីសន្តិភាពនិងវិបុលភាពភាពអត់ឱនយុត្តិធម៌និងសមភាពការរួមរស់ជាមួយគ្នាដោយសន្តិភាពនិងការទប់ស្កាត់ចំនួននិងវប្បធម៌នៃសន្តិភាពអាចจะបន្តថាដើម្បីធ្វើការងារទូតសភាឲ្យបាននៅសង្គតភាពគឺត្រូវឈរលើគោលការណ៍ឯកភាពមិនដើម្បីប្រណាំងប្រជែងឬប្រឈមមុខប៉ុន្តែឯកភាពដើម្បីសហប្រតិបត្តិការជាមួយគ្នានេះបង្កើនភាពធន់នៅក្នុងការជំនះនៅឧបសគ្គព្យុះភូមិសាស្ត្រនយោបាយដើម្បីការពារផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជារក្សាសន្តិភាពស្ថិរភាពការរស់រាននិងការរីកចម្រើនដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅអព្យាក្រឹតភាពការគោរពច្បាប់អន្តរជាតិនិងគោលនយោបាយការបរទេសឯករាជ្យបញ្ជាការធ្វើសកម្មភាពជាមួយភាគីម្ខាងហើយធ្វើឲ្យខូចប្រយោជន៍ដល់ភាគីម្ខាងទៀតអាយដាមបានគូបញ្ជាក់ថាកន្លងមកគោលនយោបាយការទូតសភាជាទូទៅកិច្ចការងារការទូតត្រូវគេយល់ឃើញថាជាការងាររបស់ស្ថាប័ននីតិប្រតិបត្តិដែលអនុវត្តដោយក្រសួងការបរទេសក៏ប៉ុន្តែនៅទសវត្សរ៍ចុងក្រោយនេះស្ថាប័ននីតិបញ្ញត្តិមានតួនាទីយ៉ាងសំខាន់តំណាងប្រជាជនដើម្បីពង្រីកចំណងមិត្តភាពជាមួយសភានៃបណ្ដាប្រទេសជាមិត្តនៅក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីជាដើមវិស័យការទូតសភាគឺជាការងារការទូតច្រកទី2ដែលត្រូវបានអនុវត្តយ៉ាងទៀងទាត់តាមនីតិកាលនីមួយៗស្របទៅតាមគោលនយោបាយរបស់គណៈបកដឹកនាំនិងកម្មវិធីនយោបាយការទូតរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងការពារផលប្រយោជន៍ជាតិឯករាជ្យភាពអធិបតេយ្យភាពបូរណភាពទឹកដីនិងការអភិវឌ្ឍសេដ្ឋកិច្ច